សាល់មិញជីម៉ូតូសក់កលេឃើញអ៊ំមួយពងលក់លពៅចុះជួយទិញគាត់បានមួយផ្លែដែរយកមកធ្វើផ្អែមហូបអញ្ចឹងណាតែផ្អែមថ្ងៃហ្នឹងខ្ញុំអត់ធ្វើជាដុំដាក់ម្សៅសាគូដាក់អីទេខ្ញុំធ្វើរៀងប្លែកបន្តិចយកមកដល់ផ្ទះលពៅហ្នឹងខ្ញុំចិតតែមួយជ្រុងឯងចិតសបកចេញកោសគ្រាប់ចេញលាងទឹកឲ្យស្អាតចិតជាចំណិតដុំល្មមបន្ទាប់មកទៀតខ្ញុំដាក់ចំហុយតែវគ្គចំហុយហ្នឹងរៀងធ្ងន់បន្តិចទេដោយសារតែខ្ញុំអត់មានឆ្នាំងចំហុយអញ្ចឹងមានតែឆ្នៃភ្លាមក្រោយពីល្ពៅរបស់យើងបានឆ្អិនហើយខ្ញុំយកមកលាយជាមួយនឹងម្សៅឆាលាយមិនឲ្យលបាយទាំងពីរហ្នឹងចូលជាតិគ្នាសព្វល្អយើងល្មូលវាកាត់កង់ដើម្បីយកទៅស្ងោរវិធីស្ងោរនឹងដែរដាំទឹកឲ្យពុះដាក់ល្ពៅហ្នឹងចូលល្ពៅនឹងដែរមានន័យថាល្ពៅឆ្អិនហើយស្រង់ល្ពៅនឹងចេញដាក់ទៅក្នុងចានតកកទុកល្ពៅរបស់យើងមួយឡែកសិនខ្ញុំងាកមកធ្វើទឹកខ្ទិះវិញដាំទឹកសរបស់យើងមកបន្តិចហ្នឹងឲ្យពុះបន្ទាប់មកទៀតខ្ញុំដាក់ស្លឹកតើយ2ស្លឹកចូលបន្ថែមខ្ទិះដូងស្ករសអំបិលម្ជិបចុងក្រោយយើងដាក់តែល្ពៅដែលយើងស្ងោររួចរាល់មុនហ្នឹងជាការស្រេចអញ្ចឹងសម្រាប់បង្អែមល្ពៅរបស់យើងថ្ងៃហ្នឹងគឺរួចរាល់ហើយ